អភិបាលស្រុកភ្នំស្រួយចុះសួរសុខទុក្ខនិងផ្ដល់អំណោយជូនគ្រួសារក្រីក្រនិងចាស់ជរា5គ្រួសារខេត្តកំពង់ស្ពឺនារសៀលថ្ងៃទី25ខែមីនា ឆ្នាំ2026 លោកគៀវលៀងគាអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រួយរួមជាមួយក្រុមការងារបានចុះទៅសួរសុខទុក្ខដោយផ្ទាល់ដល់គ្រួសារក្រីក្រនិងគ្រួសារចាស់ជរាដែលគ្មានទីពឹងចំនួន5គ្រួសារស្ថិតនៅឃុំគ្រីវ័នស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺក្នុងឱកាសនោះលោកគៀវលៀងគាអភិបាលស្រុកបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលមានការខ្វះខាតអំណោយដែលបានផ្ដល់ជូនក្នុងមួយគ្រួសាររួមមានអង្ករមីទឹកត្រីទឹកស៊ីអ៊ីវនិងថវិកាចំនួន 10,000 រៀលលោកគៀវលៀងគាអភិបាលស្រុកបានមានប្រសាសន៍ថាលោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋជាពិសេសគ្រួសារដែលមានជីវភាពខ្វះខាតនិងមនុស្សចាស់ជរាដែលត្រូវការគាំទ្រពីសង្គមលោកក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងក្នុងការរស់នៅនិងថែរក្សាសុខភាពផងដែរជាមួយគ្នានេះគ្រួសារដែលទទួលបានអំណោយបានសម្ដែងនៅការសប្បាយរីករាយនិងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែលបានយកចិត្តទុកដាក់និងជួយសម្រាលទុក្ខលំបាករបស់ពួកគេនៅពេលនេះរៀបរៀងអត្ថបទដោយមិនជន់សហការីធានអឹមប្រចាំខេត្តកំពង់ស្ពឺរាយការណ៍ដោយខ្ញុំបាទទៀងប៊ុនរី Today ISP Get Connected